បេក្ខជននិងសកម្មជន34នាក់របស់គណៈបកប្រឆាំងនៅខេត្តព្រៃវែងប្រកាសផ្ដាច់ខ្លួននិងសុំចូលជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាបេក្ខជននិងសកម្មជនគណៈបកភ្លើងទៀននៅឃុំតាសនិងឃុំព្រៃកន្លងស្រុកពោធិ៍រៀងខេត្តព្រៃវែងសរុបចំនួន34នាក់បានបន្តប្រកាសផ្ដាច់ខ្លួនពីគណៈបកប្រឆាំងនិងគោរពស្នើសុំសម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាសូមចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាលោកបណ្ឌិតខួនសុវណ្ណទីប្រឹក្សាសម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានិងជាក្រុមការងារចលនាកសាងសមាជិកគណៈបកប្រជាជនកម្ពុជាខេត្តតំណាងលោកលងថាតប្រធានក្រុមការងារចលនាកសាងសមាជិកគណៈបកប្រជាជនកម្ពុជាខេត្តបានឲ្យដឹងថ្ងៃទី13ខែកញ្ញាឆ្នាំ2025នេះថាដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកស្បោងសារ៉ាន់ប្រធានគណៈកម្មាធិការគណៈបកខេត្តបានផ្ដល់ភាពកក់ក្ដៅដល់បេក្ខជនសកម្មជនរបស់គណៈបកនយោបាយនានានៅខេត្តព្រៃវែងដែលបានចុះចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាដោយនៅថ្ងៃនេះលោកបានចុះជួបផ្ទាល់ជាមួយបងប្អូនដែលមកពីគណៈបកប្រឆាំងនៅខេត្តព្រៃវែងសូមចូលរួមជីវភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជានៅស្រុកពោធិ៍រៀងលោកបណ្ឌិតបានបន្តទៀតថាពួកគេបានប្រកាសឈប់មានទំនាក់ទំនងជាមួយគណៈបកប្រឆាំងបន្តទៀតហើយបន្ទាប់ពីមើលឃើញថាសកម្មភាពនយោបាយរបស់គណៈបកប្រឆាំងមិនបានជួយអ្វីសោះដល់ជាតិនោះឡើយទន្ទឹមនឹងការប្រកាសបញ្ឈប់ទំនាក់ទំនងជាមួយគណៈបកប្រឆាំងនោះហើយពួកគាត់ក៏បានសុំការអនុគ្រោះពីសម្ដេចតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាដើម្បីបានផ្ដល់ឱកាសរួមរស់ជាមួយគណៈបកប្រជាជនកម្ពុជានិងធ្វើសកម្មភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាផងដែរពេលនេះពួកគេបានមើលឃើញច្បាស់ដោយឥតសង្ស័យថាគណៈបកប្រជាជនកម្ពុជាគឺជាគណៈបកនយោបាយតែមួយគត់ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិនិងប្រជាជនកម្ពុជាជាពិសេសសម្ដេចតេជោហ៊ុនសែនជាមេដឹកនាំដ៏ខ្លាំងក្លាពូកែដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិនិងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី7មករាឆ្នាំ1979សម្ដេចតេជោហ៊ុនសែនបានយកជីវិតធ្វើជាដើមទុនដើម្បីបញ្ចប់សង្គ្រាមហើយឈានទៅដល់ការបង្រួបបង្រួមជាតិនិងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ននេះក្រុមសកម្មជនទាំងអស់បានមើលឃើញទៀតថាគណៈបកប្រជាជនកម្ពុជាជាគណៈបកមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិនិងកសាងជាតិពោះទៅរកភាពរុងរឿងជាពិសេសគណៈបកប្រជាជនកម្ពុជាជាបង្អែកនិងជាទំនុកទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការធានារក្សាបានសុខសន្តិភាពនិងស្ថិរភាពសង្គមដែលជាលក្ខខណ្ឌចាំបាច់បំផុតធានាការរស់នៅប្រកបដោយភាពរីករាយបំផុតរបស់ប្រជាពលរដ្ឋជាមួយគ្នានេះពួកគេក៏បានអំពាវនាវអ្នកបម្រើគណៈបកប្រឆាំងទាំងអស់ឲ្យភ្ញាក់រលឹកនិងឈប់ចាញ់បោកគណៈបកប្រឆាំងបន្តទៅទៀតហើយចូលរួមសកម្មភាពនយោបាយជាមួយគណៈបកប្រជាជនកម្ពុជាដើម្បីកសាងជាតិមាតុភូមិឲ្យបានរុងរឿងកុំជឿកុំជក់កុំជួញគ្រឿងញៀនបំណងល្អពី Right to You